bà mê riêng son tận này bao nhiêu tháng này cứ dương chỗ đòn mê riêng tì 84 ให้ bóng bóng nọc này bà hai ní cứ chia chấm nong chương này mê riêng bao nhiêu bà dương an tha what happened bà what happened bà mê tha ta miên rương ở vay cật lần nè bà hai ní cứ chia bà rụp hiệp bịa pon tận nâng ca son tận này bao nhiêu bà nơi tháng này bà krom robot TV bà cầm pong tayประกวดcái là bà tiền nè hai nơi khana peได้ปูเกកំពុងតែប្រកួតនឹងបាទ TV គឺមានបញ្ហាបន្តិចបន្តួចណាចឹងចង់ដឹងថាតើ TV គាត់មានបញ្ហាអ្វីយើងរងចាំជួបគ្នានៅក្នុងការសន្ទនាដល់គ្នាហើយមុននឹងចូលដល់ការសន្ទនាខ្ញុំសូមបង្ហាញពីហើយនឹង clear សំខាន់សម្រាប់បងប្អូនទាំងគ្នាជាមុនសិនណាបាទអូខេ keywords and phrases បាទចឹងពាក្យហើយនឹង clear សំខាន់នៅក្នុងមេរៀនសន្ទនារបស់យើងថ្ងៃនេះគឺយើងមានពាក្យថាបាទ always ណាបាទ always គឺមានថាតែងតែណាហើយយើងមានពាក្យថា ankle បាទ ankle គឺមានថាកជើងណាបាទហើយយើងមានពាក្យថា twisted បាទ twisted គឺមានថាក្រិចណាបាទហើយយើងមានពាក្យ win ណាបាទ win មានន័យថាឈ្នះបាទយើងមាន clear ថា fallen over ណាបាទ fallen over មានន័យថាបានដួលសូមកុំភ្លេចជួយចុច subscribe ហើយនឹងបើករូបសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗដែលខ្ញុំនឹងផុសជាបន្តបន្ទាប់ហើយយើងមានបាទ clear ថា one more point បាទ one more point បាទមានន័យថាមួយពិន្ទុទៀតណាបាទហើយយើងមានបាទប្រយោគថា you're playing well បាទ you're playing well បាទគឺមានថាអ្នកកំពុងតែលេងបានល្អមែនណាបាទហើយបាទយើងមានបាទប្រយោគថា what happened បាទ what happened បាទគឺមានថាតើមានរឿងអ្វីកើតឡើងណាបាទ what happened បាទអូខេអញ្ចឹងតោះនេះគឺជាពាក្យហើយនឹង clear សំខាន់នៅក្នុងមេរៀនសន្ទនារបស់យើងថ្ងៃនេះបាទហើយបន្ទាប់ពីនេះយើងចូលទៅមើលការសន្ទនាតអស់គ្នាតែម្ដងបាទអូខេនេះគឺជាអត្ថបទនៃ conversation របស់យើងបាទនេះគឺជារូបភាពពាក្យពន្ធទៅនឹង conversation របស់យើងណាអញ្ចឹងបាទដោយរដងមុននឹងខ្ញុំបញ្យល់ទៅលើការសន្ទនាមួយនេះគឺខ្ញុំសូមឲ្យបងប្អូនអរគ្នាធ្វើហាត់ទៅលើការស្ដាប់ណាបាទអត្ថបទសន្ទនាមួយនេះជាមុនសិនណាអូខេអញ្ចឹងយើងចូលស្ដាប់បងប្អូនគ្នាតែម្ដងបាទបន្តមកខ្ញុំនឹងបញ្យល់បន្ថែមជូនបងប្អូនអរគ្នាតាមក្រោយណាបាទ Yes! Well done, Devi. You're playing well. She always plays well. We're winning. It's 14-9. What? 49? 49? What? One more point and we will win the competition. Okay, let's get ready. Oi! Devi has fallen over. What happened? It's my ankle. I think I've twisted it. អូខេយ៉ាងម៉េចដែរបងប្អូនអរគ្នាសូមបងប្អូនអរគ្នាស្ដាប់ម្ដងទៀត Yes! Well done, Devi. You're playing well. She always plays well. We're winning. It's 14-9. What? 49? 49? What? One more point and we will win the competition. Okay, let's get ready. Oi! Devi has fallen over. What happened? It's my ankle. I think I've twisted it. អូខេអញ្ចឹងបន្ទាប់ពីបងប្អូនបានស្ដាប់ចប់ហើយឥឡូវសូមបងប្អូនមកស្វែងយល់បន្ថែមបាទជាមួយខ្ញុំទាំងគ្នាបាទអញ្ចឹងនៅខណៈពេលដែលពួកគេកំពុងតែប្រកួតហ្នឹងបាទថមគាត់និយាយថា Yes well done Tevi you playing well បាទគឺមានថាធ្វើបានល្អណាស់ Tevi ណាបាទ well done Tevi មានថាធ្វើបានល្អណាស់ Tevi you playing well គឺមានថាអ្នកកំពុងតែលេងបានល្អមែនណាបាទហើយវុធីគាត់និយាយថា she's always plays well ណាបាទ she's always plays well បាទគឺមានថានាងតែងតែលេងបានល្អណាបាទ play well ណាបាទលេងបានល្អណាបាទហើយបាទបន្តមកថមគាត់និយាយថា we're winning បាទ we're winning អានេះគឺមកពី VR បងប្អូនបាទពាក្យពេញវិញគឺមកពី VR ណាដល់ពេលគេសរសេរជាតម្រងខ្លីយើងអានថា we're បាទ we're winning
ន័យថាពួកយើងកំពុងតែឈ្នះហើយណាបាទ It's 14-9 បាទ It's 14-9 ន័យថាគឺពិន្ទុ14ទល់នឹង9ណាបាទហើយបន្តមកសរសេរក្នុងគាត់ថា49ន័យថា14ទល់នឹង9បាទ14ទល់នឹង9ណាបាទហើយបន្តមកបាទធំគាត់ថា one more point and we will win the competition ណាបាទន័យថាមួយពិន្ទុទៀតពួកយើងនឹងឈ្នះការប្រកួតហើយណាបាទបាទហើយបន្តមកទេវីគាត់និយាយថា Okay let's get ready ណាមានន័យថាអូខេតោះយើងត្រៀមខ្លួនណាបាទ let's get ready មានន័យថាតោះយើងត្រៀមខ្លួនណាហើយបន្ទាប់ពីនិយាយ let's get ready ហើយបាទ TV គាត់មិនដឹងជាដើរឬគាត់លោតយ៉ាងម៉េចទេគឺស្រាប់តែធ្វើឲ្យគ្លីកកជើងតែម្ដងបាទគាត់ថាគាត់ស្រែកថាណាបាទដែលយើងថាអូយណាបាទអញ្ចឹងបន្តមកបាទវុធីគាត់ថា TV has fallen over បាទគឺមានថា TV បានដួលហើយបាទហើយបន្តមកធំគាត់ថា what happened បាទ what happened បាទមានថាតើមានរឿងអ្វីកើតឡើងណាបាទហើយបន្តមកបាទ TV គាត់ប្រាប់ថា it's my ankle បាទ it's my ankle មានថាគឺកជើងរបស់ខ្ញុំណា I think I've twisted it បាទគឺមានថាខ្ញុំគិតថាវាក្រិចហើយណាបាទនៅក្នុងមេរៀននេះពិតជាគួរឲ្យសោកស្ដាយមែនទែនបាទក្រុមរបស់ TV គឺនៅខ្វះតែមួយពិន្ទុទៀតនឹងឈ្នះការប្រកួតហើយណាអញ្ចឹងបាទយើងរងចាំមើលភាពបន្តទៀតថាតើបានអ្នកណាមួយជំនួស TV ណាបាទអូខេអញ្ចឹងយើងនឹងចាំមើលនៅមេរៀនក្រោយៗទៀតបាទគឺមិនទាន់ចប់ទេណាបងប្អូនមេរៀននេះអញ្ចឹងនៅក្នុងមេរៀនថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងសិនហើយនៅក្នុងមេរៀននេះបាទប្រសិនបើបងប្អូនមានសំណួរឬក៏បងប្អូនមានមតិយោបល់អ្វីបន្ថែមបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានការបង្រៀនភាសាអង់គ្លេសនៅលើ YouTube Channel BS English ខ្មែរសម្រាប់បងប្អូនដែលចង់ទទួលបានមេរៀនថ្មីៗទាក់ទងទៅនឹងពាក្យវេយ្យាករណ៍ការសន្ទនាការបកប្រែក៏ដូចជាមេរៀនភាសាអង់គ្លេសផ្សេងៗទៀតសូមបងប្អូនចុច Subscribe ហើយនឹងបើករូបសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗដែលខ្ញុំនឹងផុសជាបន្តបន្ទាប់សូមអរគុណសូមជម្រាបលា